សិលសាស្ត្រនៃការរស់នៅវិបស្សនាកម្មដ្ឋាននិពន្ធដោយលោកស្រីសត្យានេរយ័ន Go and Ka មនុស្សយើងម្នាក់សុទ្ធតែខំស្វែងរកសន្តិភាពនិងសុខដុមរមនាពីព្រោះគេចេះតែខ្វះសេចក្តីសុខនេះនៅក្នុងជីវភាពរស់នៅសពថ្ងៃមានពេលខ្លះគេជួបប្រទះនឹងភាពអន្ទះអន្តែងសេចក្តីក្តៅក្រហាយភាពមិនស្រស់ស្រួលគ្នាហើយកាលណាយើងរងទុក្ខយើងមិនរក្សាវាទុកសម្រាប់តែខ្លួនឯងប៉ុណ្ណោះទេយើងតែងតែចែកវាទៅឲ្យអ្នកដទៃផងដែរទុក្ខនេះបានជ្រាបចូលទៅក្នុងបរិយាកាសនៅជុំវិញមនុស្សរងទុក្ខមនុស្សគ្រប់គ្នាដែលចូលមកប្រស្រ័យតាក់ទងនឹងមនុស្សនេះនឹងក្លាយទៅជាក្តៅក្រហាយទៅជាអន្ទះអន្តែងដែររបៀបរស់នៅបែបនេះពិតជាមិនត្រឹមត្រូវឡើយមនុស្សម្នាក់ត្រូវតែរស់នៅដោយសន្តិភាពជាមួយនឹងខ្លួនឯងផងជាមួយនឹងអ្នកឯទៀតផងទោះបីជាយ៉ាងណាក៏ដោយមនុស្សលោកជាជនសង្គមគេត្រូវតែរស់នៅក្នុងសង្គមគេត្រូវតែរស់ហើយប្រស្រ័យតាក់ទងជាមួយនឹងអ្នកឯទៀតតើយើងត្រូវធ្វើដូចម្តេចដើម្បីនឹងរស់នៅដោយសន្តិភាពតើយើងត្រូវធ្វើដូចម្តេចដើម្បីស្ថិតនៅដោយសុខដុមរមនាជាមួយនឹងខ្លួនយើងហើយរក្សាឲ្យមានសន្តិភាពនិងសុខដុមរមនានៅជុំវិញខ្លួនយើងផងដើម្បីឲ្យអ្នកដទៃអាចរស់នៅដោយសន្តិភាពនិងសុខដុមរមនាផងដែរដើម្បីនឹងរំដោះចេញពីទុក្ខយើងត្រូវតែដឹងដើមហេតុជាមូលដ្ឋានរបស់ទុក្ខជាមុនសិនបើយើងសង្កេតមើលបញ្ហានេះដោយពិនិត្យពិច័យវានឹងប្រែទៅជាច្បាស់ណាស់ថាកាលណាយើងចាប់ផ្ដើមបង្កើតភាពអកុសលឬកិលេសណាមួយនៅក្នុងចិត្តយើងត្រូវតែក្លាយទៅជារងទុក្ខភាពអកុសលកិលេសឬគ្រឿងសៅហ្មងនៅក្នុងចិត្តមិនអាចរួមរស់នៅជាមួយនឹងសន្តិភាពនិងសុខដុមរមនាបានឡើយតើគេចាប់បង្កើតភាពអកុសលយ៉ាងដូចម្តេចដោយសារការសង្កេតមើលដោយពិនិត្យពិច័យវានឹងប្រែទៅជាច្បាស់ណាស់ថាកាលណាយើងឃើញនរណាម្នាក់មានចរិយាមារយាទដែលយើងមិនចូលចិត្តកាលណាយើងឃើញវត្ថុអ្វីមួយដែលយើងមិនចូលចិត្តកើតឡើងយើងនឹងក្លាយទៅជាមិនសប្បាយរបស់មិនចង់បានកើតឡើងយើងបង្កើតភាពតានតឹងនៅក្នុងខ្លួនរបស់ចង់បានមិនកើតឡើងឧបសគ្គខ្លះមករារាំងយើងក៏បង្កើតភាពតានតឹងនៅក្នុងខ្លួនដែរយើងចាប់ចងចំណងនៅក្នុងខ្លួននៅក្នុងជីវភាពទាំងមូលរបស់មិនចង់បានចេះតែកើតឡើងរីឯរបស់ដែលចង់បានវិញជួនកាលវាកើតឡើងជួនកាលវាមិនកើតឡើងទេដំណើរប្រតិកម្មបង្កើតបានជាចំណងមួយយ៉ាងមាំដែលចេះតែធ្វើឲ្យរចនាសម្ព័ន្ធចិត្តនិងកាយទាំងមូលមានភាពតានតឹងយ៉ាងខ្លាំងពោរពេញដោយភាពអកុសលនាំឲ្យយើងក្លាយទៅជារងទុក្ខឥឡូវនេះមានដំណោះស្រាយមួយសម្រាប់បញ្ហានេះគឺថាធ្វើយ៉ាងណាកុំឲ្យរបស់ដែលយើងមិនចង់បានកើតឡើងនៅក្នុងជីវភាពរបស់យើងហើយធ្វើយ៉ាងណាដើម្បីឲ្យរបស់ដែលយើងចង់បានចេះតែកើតឡើងដោយបំណងយើងត្រូវតែមានឥទ្ធិពលបែបនេះឬមួយត្រូវតែមាននរណាម្នាក់ដែលមានឥទ្ធិពលបែបនេះមកជួយយើងធ្វើកុំឲ្យរបស់ដែលយើងមិនចង់បានកើតឡើងហើយធ្វើឲ្យរបស់ដែលយើងចង់បានចេះតែកើតឡើងប៉ុន្តែនេះជាការដែលគេមិនអាចធ្វើបានឡើយនៅក្នុងโลกនេះគ្មាននរណាម្នាក់ចេះតែបានអ្វីៗដោយបំណងគ្មានរបស់អ្វីនៅក្នុងជីវិតនេះចេះតែកើតឡើងដោយសេចក្តីប្រាថ្នាដោយឥតមានរបស់មិនចង់បានកើតឡើងទេផ្ទុយទៅវិញអ្វីៗចេះតែកើតឡើងខុសបំណងខុសពីសេចក្តីប្រាថ្នារបស់យើងជានិច្ចដូច្នេះបញ្ហាគឺថាតើត្រូវធ្វើយ៉ាងម៉េចកុំឲ្យមានប្រតិកម្មដោយងងឹតងងល់ចំពោះរបស់ដែលយើងមិនចូលចិត្តនេះតើត្រូវធ្វើយ៉ាងម៉េចកុំឲ្យយើងមានភាពតានតឹងនៅក្នុងចិត្តហើយស្ថិតនៅដោយសន្តិភាពនិងសុខដុមរមនាបាននៅប្រទេសឥណ្ឌាក៏ដូចជានៅប្រទេសឯទៀតដែរអរិយបុគ្គលទាំងឡាយក្នុងសម័យបុរាណបានសិក្សាបញ្ហាទុក្ខរបស់មនុស្សនេះហើយបានរកឃើញការដោះស្រាយមួយបើរបស់អ្វីមួយដែលគេមិនចង់បានកើតឡើងហើយគេចាប់ធ្វើប្រតិកម្មដោយបង្កើតកំហឹងការភ័យខ្លាចឬភាពអកុសលណាមួយ
នោះគេត្រូវតែប្រញាប់បង្វែរចិត្តទៅលើរបស់ផ្សេងដូចជាគេក្រោកឈរឡើងយកទឹកមួយកែវមកផឹកកំហឹងរបស់គេមិនបង្កើនចំនួនទេផ្ទុយទៅវិញវាថមថយកម្លាំងបើមិនដូច្នោះទេគេចាប់រាប់1 2 3 4 1 2 3 4ឬគេទន្ទិញពាក្យមួយម៉ាត់ឬមួយប្រយោគឬមុនអ្វីមួយឬគេទន្ទិញឈ្មោះព្រះអាទិទេពឬបុគ្គលបរិសុទ្ធណាមួយដែលគេគោរពបូជាចិត្តរបស់គេនឹងត្រូវងាកចេញទៅទីផ្សេងហើយគេនឹងបានចេញផុតមួយកម្រិតពីភាពអកុសលពីកំហឹងនេះការដោះស្រាយនេះមានប្រសិទ្ធភាពហើយនៅតែមានប្រសិទ្ធភាពតទៅទៀតដោយសាររបៀបនេះចិត្តហាក់ដូចជាបានរួចរដោះពីភាពអន្ទះអន្ទែងប៉ុន្តែតាមការពិតការដោះស្រាយនេះមានប្រសិទ្ធភាពតែត្រឹមថ្នាក់សៅលើរបស់ចិត្តប៉ុណ្ណោះទេដោយសារការបង្វែរសតិនេះគេត្រូវរុញភាពអកុសលឲ្យចូលជ្រៅទៅក្នុងថ្នាក់ទីជម្រៅរបស់ចិត្តហើយនៅថ្នាក់នឹងគេត្រូវតែបន្តបង្កបង្កើតនិងបង្កើនចំនួនកិលេសដដែលនេះនៅផ្ទៃខាងលើមានសន្តិភាពសន្តិភាពនិងសុខដុមរមនាពិតមែនប៉ុន្តែនៅទីជម្រៅនៃចិត្តមានភ្នំភ្លើងដេកសំងំនៃភាពអកុសលដែលគេបានសន្ទប់ចោលទោះយូរឬឆាប់ភ្នំភ្លើងដេកសំងំនេះនឹងផ្ទុះចេញមកយ៉ាងខ្លាំងអ្នករកសេចក្តីពិតខាងក្នុងដទៃទៀតបានចូលជ្រៅថែមទៀតហើយបានរកឃើញថាដោយសារការពិសោធន៍ឃើញការពិតអំពីចិត្តនិងកាយនៅក្នុងខ្លួនគេបានទទួលស្គាល់ថាការបង្វែរចិត្តគឺគ្រាន់តែជាការរត់គេចពីបញ្ហាតែប៉ុណ្ណោះប៉ុន្តែការគេចវេះមិនមែនជាការដោះស្រាយទេគេត្រូវតែប្រឈមមុខនឹងបញ្ហាកាលណាមានភាពអកុសលមួយកើតឡើងនៅក្នុងចិត្តសូមគ្រាន់តែពិនិត្យមើលសូមគ្រាន់តែប្រឈមមុខនឹងភាពអកុសលនេះប៉ុណ្ណោះនៅពេលណាដែលគេចាប់ផ្ដើមពិនិត្យមើលកិលេសណាមួយភ្លាមកិលេសនេះនឹងចាប់ថមថយកម្លាំងរួចហើយវានឹងត្រូវស្វិតស្រពោនអស់បន្តិចម្ដងការដោះស្រាយមួយយ៉ាងប្រសើរគឺការជៀសវាងចុងបំផុតទាំងពីរខាងគឺការសន្ទប់ចោលនិងការបណ្ដោយឲ្យប្រព្រឹត្តតាមចិត្តការរក្សាទុកភាពអកុសលនៅក្នុងទីជម្រៅនៃចិត្តមិនអាចធ្វើឲ្យវាដាច់ឬគល់បានឡើយហើយការបណ្ដោយឲ្យភាពអកុសលនេះបញ្ចេញឲ្យឃើញតាមអំពើដោយកាយឬដោយវាចាក៏គ្រាន់តែនឹងបង្កើតឲ្យមានបញ្ហាកាន់តែច្រើនឡើងថែមទៀតប៉ុណ្ណោះប៉ុន្តែបើគេគ្រាន់តែពិនិត្យមើលនោះកិលេសនឹងត្រូវវិនាសបាត់ហើយគេបានធ្វើឲ្យភាពអកុសលនេះដាច់ឬគល់គេនឹងបានរួចចេញផុតពីកិលេសនេះរឿងនេះហាក់ដូចជាអស្ចារ្យណាស់ប៉ុន្តែតើគេអាចនឹងយកវាមកអនុវត្តបានឬទេគេមិនអាចប្រឈមមុខនឹងកិលេសបានដោយងាយទេកាលណាកំហឹងកើតឡើងវានឹងគ្របសង្កត់មកលើយើងយ៉ាងឆាប់រហ័សមិនឲ្យយើងបានដឹងខ្លួនជាមុនផងដូច្នេះកាលណាកំហឹងគ្របសង្កត់មកលើយើងហើយយើងនឹងប្រព្រឹត្តអំពើខ្លះដោយកាយឬដោយវាចាដែលធ្វើឲ្យមានទុក្ខដល់ខ្លួនឯងនិងដល់អ្នកដទៃក្រោយមកកាលណាកំហឹងបានកន្លងផុតទៅយើងក៏តាំងយំសោកហើយមានការសោកស្ដាយខំសុំទោសគេឯងឬសុំទោសព្រះអាទិទេពព្រះម្ចាស់ថ្លៃឲ្យខ្ញុំខុសហើយសូមអត់ទោសឲ្យខ្ញុំផងប៉ុន្តែនៅពេលក្រោយទៀតក្នុងស្ថានភាពដដែលដូចគ្នាយើងនៅតែធ្វើប្រតិកម្មដដែលសារថ្មីទៀតដូច្នេះការសោកស្ដាយទាំងប៉ុន្មានគ្មានប្រយោជន៍អ្វីទេការដែលពិបាកគឺមកពីយើងមិនដឹងខ្លួនថាតើនៅពេលណាកិលេសនឹងចាប់កើតឡើងកិលេសចាប់កើតឡើងនៅថ្នាក់ទីជម្រៅនៃចិត្តហើយនៅពេលដែលវាឡើងមកដល់ថ្នាក់ខាងលើវាមានកម្លាំងខ្លាំងណាស់ទាល់តែវាអាចគ្របសង្កត់មកលើយើងធ្វើឲ្យយើងមិនអាចនឹងពិនិត្យមើលវាបានឡើយឧបមាថាខ្ញុំជួលលេខាធិការផ្ទាល់ខ្លួនម្នាក់ហើយកាលណាកំហឹងកើតឡើងលេខាធិការនោះនឹងប្រាប់ខ្ញុំថាលោកកំហឹងកើតឡើងហើយប៉ុន្តែដោយមកពីខ្ញុំមិនអាចដឹងថាតើកំហឹងនឹងកើតឡើងនៅពេលណាម៉ោងណាឲ្យពិតប្រាកដនោះខ្ញុំត្រូវតែមានលេខាធិការផ្ទាល់ខ្លួន3នាក់សម្រាប់ផ្លាស់ប្ដូរវេនគ្នា3ដងក្នុង24ម៉ោងឧបមាថាខ្ញុំមានលុយកាក់សម្រាប់នឹងធ្វើការចំណាយបែបនេះចុះហើយកំហឹងក៏ចាប់ផ្ដើមឡើងភ្លាមនោះលេខាធិការក៏ប្រាប់ខ្ញុំថាលោកចៅហ្វាយមើលកំហឹងកើតឡើងហើយ
ការជាដំបូងនៃខ្ញុំធ្វើគឺខ្ញុំស្ដីបន្ទោសលេខាធិការនេះយីឯងឈួតទេឬអីឯងស្មានថាអញចាញ់លុយដើម្បីឲ្យឯងមកពមៀនអញដូច្នេះឬកំហឹងបានក្របសង្កត់នាំឲ្យពាក្យទូនមានល្អមិនជួយខ្ញុំបានបន្តិចសោះមិនអីទេឧបមាថាមានកតិបណ្ឌិតមួយហើយខ្ញុំមិនស្ដីបន្ទោសលេខាធិការទេហើយខ្ញុំត្រឡប់ជានិយាយថាសូមអរគុណឯងហើយឥឡូវនេះខ្ញុំត្រូវតែអង្គុយចុះហើយពិនិត្យមើលកំហឹងរបស់ខ្ញុំតើខ្ញុំអាចធ្វើបានឬទេគ្រាន់តែធ្មេចភ្នែកហើយសាកល្បងពិនិត្យមើលកំហឹងភ្លាមមនុស្សឬឧបទ្ទហេតុដែលនាំឲ្យខ្ញុំខឹងនឹងចូលមកក្នុងចិត្តភ្លាមដែរដោយហេតុនេះខ្ញុំមិនបានពិនិត្យមើលកំហឹងទេខ្ញុំគ្រាន់តែពិនិត្យមើលថ្នាំដាស់កំហឹងនៅខាងក្រៅប៉ុណ្ណោះការនេះគ្រាន់តែបង្កើនកម្លាំងកំហឹងឲ្យខ្លាំងថែមទៀតតែប៉ុណ្ណោះនេះមិនមែនជាការដោះស្រាយអ្វីឡើយពិនិត្យមើលភាពអកុសលមើលការរំជួលចិត្តដែលជារបស់ឥតរូបដោយមិនគិតពីវត្ថុខាងក្រៅដែលនាំឲ្យកើតភាពអកុសលនេះជាការពិបាកណាស់ប៉ុន្តែចំពោះលោកដែលបានទៅដល់សេចក្តីពិតចុងបំផុតបរមត្ថសច្ចៈលោកបានរកឃើញការដោះស្រាយពិតប្រាកដមួយលោកបានរកឃើញថាកាលណាកិលេសណាមួយកើតឡើងនៅក្នុងចិត្តមានរបស់ពីរដែលត្រូវកើតឡើងព្រមគ្នានៅក្នុងកាយរបស់ទី1គឺដង្ហើមដែលប្រែទៅជាខុសពីធម្មតាដង្ហើមคล้ายទៅជាញាប់ហើយខ្លាំងជាងមុនកាលណាមានភាពអកុសលណាមួយនៅក្នុងចិត្តនេះជាការស្រួលពិនិត្យមើលណាស់ទី2នៅថ្នាក់ល្អិតល្អន់មានជាតិជីវគីមីខ្លះបានចាប់ផ្ដើមកើតឡើងនៅក្នុងកាយគឺមានវេទនាផ្សេងកិលេសមួយនឹងបង្កបង្កើតវេទនាមួយបែបនេះឬបែបនោះនៅត្រង់ផ្នែកនេះឬផ្នែកនោះនៃកាយនេះជាការដោះស្រាយមួយដែលស្រួលបដិបត្តិមនុស្សធម្មតាមិនអាចពិនិត្យមើលកិលេសនៃចិត្តដែលជារបស់ឥតរូបដូចជាការភ័យខ្លាចកំហឹងឬតណ្ហាបានទេប៉ុន្តែដោយសារការហាត់វឹកវើនិងការបដិបត្តិដោយត្រឹមត្រូវគេអាចពិនិត្យមើលដង្ហើមនិងវេទនានៅក្នុងខ្លួនបានដោយងាយដង្ហើមនិងវេទនាទាំងពីរនេះមានការតាក់ទងផ្ទាល់ជាមួយនឹងកិលេសនៃចិត្តដង្ហើមនិងវេទនានឹងជួយយើងតាមរបៀបពីរយ៉ាងជាបឋមរបស់ទាំងពីរនេះនឹងដើរតួជាលេខាធិការផ្ទាល់នៅពេលដែលកិលេសមួយចាប់ផ្ដើមឡើងនៅក្នុងចិត្តខ្ញុំភ្លាមដង្ហើមនឹងបាត់ភាពធម្មតាវាចាប់ផ្ដើមស្រែកថាមើលចុះមានអ្វីមួយមិនស្រួលកើតឡើងហើយយើងមិនអាចស្ដីបន្ទោសដង្ហើមបានទេយើងត្រូវតែទទួលស្ដាប់សេចក្តីព្រមាននេះដូចគ្នានេះដែរវេទនានឹងប្រាប់យើងថាមានអ្វីមួយដែលមិនស្រួលហើយដោយបានទទួលសេចក្តីព្រមានយើងក៏ចាប់ផ្ដើមពិនិត្យមើលដង្ហើមពិនិត្យមើលវេទនាហើយយើងនឹងសង្កេតឃើញយ៉ាងរហ័សថាកិលេសនឹងត្រូវវិនិច្ឆ័យបាត់ទៅវិញបាតុភូតនៃចិត្តនិងកាយនេះគឺដូចជាប្រកៈទាំងពីរចំហៀងមួយខាងគឺគំនិតឬការរំជួលចិត្តដែលកើតឡើងនៅក្នុងចិត្តចំហៀងមួយខាងទៀតគឺដង្ហើមនិងវេទនានៅក្នុងកាយគំនិតឬការរំជួលចិត្តកិលេសទាំងឡាយដែលកើតឡើងនឹងបញ្ចេញឲ្យឃើញជាក់ស្ដែងនៅក្នុងដង្ហើមនិងវេទនាក្នុងឱកាសនោះដូច្នេះដោយសារបានពិនិត្យមើលដង្ហើមពិនិត្យមើលវេទនាយើងបានពិនិត្យមើលកិលេសដោយត្រង់ចំផ្ទាល់តែម្ដងជាជំនួសការរត់គេចចេញពីបញ្ហាយើងប្រឈមមុខតទល់នឹងសេចក្តីពិតតាមសភាវៈពិតរបស់វាពេលនោះយើងនឹងសង្កេតឃើញថាកិលេសថមថយកម្លាំងហើយមិនអាចគ្របសង្កត់មកលើយើងបានដូចកាលពីមុនទៀតទេបើយើងចេះតែព្យាយាមធ្វើតទៅកិលេសនឹងត្រូវវិនិច្ឆ័យបាត់អស់ហើយយើងចាប់រស់នៅដោយសន្តិភាពនិងសុភមង្គលតាមរបៀបនេះបច្ចេកទេសពិនិត្យមើលខ្លួនឯងនឹងបង្ហាញយើងឲ្យឃើញការពិតក្នុងទិដ្ឋភាពពីរគឺនៅខាងក្នុងនិងនៅខាងក្រៅកាលពីមុនយើងចេះតែមើលទៅក្រៅដោយភ្នែកបើកហើយភ្លេចសេចក្តីពិតនៅខាងក្នុងយើងចេះតែមើលទៅក្រៅដើម្បីនឹងរកហេតុដែលធ្វើឲ្យយើងមិនសប្បាយយើងចេះតែបន្ទោសហើយខំផ្លាស់ប្ដូរការពិតនៅខាងក្រៅដោយមិនដឹងការពិតនៅខាងក្នុងយើងមិនដែលយល់សោះថាដើមហេតុនៃទុក្ខស្ថិតនៅខាងក្នុងគឺជាប្រតិកម្មងងឹតងងល់របស់យើងតបនឹងវេទនាជាសុខឬជាទុក្ខរបស់យើងឯណោះទៅវិញទេឥ
ឥឡូវនេះដោយសារការហាត់វឹកវើយើងអាចមើលឃើញមុខម្ខាងទៀតនៃប្រកៈយើងអាចមានសតិដឹងអំពីដង្ហើមនិងអំពីអ្វីៗដែលកើតឡើងនៅខាងក្នុងផងដែរទោះជាអ្វីក៏ដោយឬមួយដង្ហើមឬមួយវេទនាយើងគ្រាន់តែហាត់រៀនពិនិត្យមើលវាដោយមិនបាត់លំនឹងចិត្តតែប៉ុណ្ណោះយើងឈប់ធ្វើប្រតិកម្មយើងឈប់បង្កើតភាពរងទុក្ខផ្ទុយទៅវិញយើងបណ្ដោយឲ្យកិលេសចេញមកហើយវិនាសបាត់ទៅវិញបើគេបប្រតិបត្តិវិធីនេះបានច្រើនប៉ុណ្ណាភាពអកុសលទាំងឡាយក៏នឹងត្រូវរលាយបាត់ឆាប់រហ័សបានប៉ុណ្ណោះដែរបន្តិចម្ដងចិត្តនឹងត្រូវបានរំដោះចេញពីកិលេសទាំងឡាយហើយប្រែទៅជាបរិសុទ្ធចិត្តបរិសុទ្ធតែងពោពេញទៅដោយមេត្តាចំពោះអ្នកដទៃទាំងអស់ពោពេញទៅដោយករុណាចំពោះការខ្វះខាតនិងទុក្ខសោករបស់អ្នកដទៃពោពេញទៅដោយមុទិតាគឺសេចក្តីត្រេកអរចំពោះជោគជ័យនិងសុភមង្គលរបស់អ្នកដទៃពោពេញទៅដោយឧបេក្ខាគឺភាពមិនលំអៀងចិត្តនៅចំពោះមុខស្ថានភាពគ្រប់បែបយ៉ាងកាលណាគេបានទៅដល់ដំណាក់នេះហើយភិនភាគជីវភាពទាំងមូលរបស់គេចាប់ផ្ដើមផ្លាស់ប្ដូរគេមិនអាចធ្វើអ្វីមួយដោយកាយឬដោយវាចាដែលនាំឲ្យខូចសន្តិភាពនិងសុភមង្គលរបស់អ្នកដទៃបានឡើយផ្ទុយទៅវិញចិត្តដែលមានលំនឹងមិនគ្រាន់តែប្រែទៅជាមានសុខសន្តិភាពប៉ុណ្ណោះទេតែវានឹងជួយឲ្យបរិយាកាសនៅជុំវិញប្រែទៅជាមានសុខសន្តិភាពផងដែររឿងនេះនឹងចាប់ផ្ដើមមានឥទ្ធិពលលើអ្នកដទៃហើយអាចជួយអ្នកដទៃផងដែរដោយមកពីការហាត់រៀនដើម្បីស្ថិតនៅដោយមានលំនឹងចំពោះអ្វីៗទាំងអស់ដែលគេពិសោធន៍ឃើញនៅខាងក្នុងគេបណ្ដុះបណ្ដាលការមិនប្រកាន់ខ្ជាប់ទៅលើអ្វីៗទាំងអស់ដែលគេជួបប្រទះនៅក្នុងស្ថានភាពខាងក្រៅថែមទៀតផងប៉ុន្តែការមិនប្រកាន់ខ្ជាប់នេះមិនមែនជាការគេចវេះឬការប្រងើយកន្តើយចំពោះបញ្ហាទាំងឡាយនៃโลกនេះទេអ្នកចម្រើនវិបស្សនាកម្មដ្ឋានទៀងទាត់ប្រែទៅជាឆាប់ចាប់អារម្មណ៍ចំពោះទុក្ខសោកនៃអ្នកដទៃហើយខំឲ្យអស់ពីចិត្តដើម្បីនឹងជួយសម្រាលទុក្ខអ្នកដទៃតាមរបៀបដែលខ្លួនអាចធ្វើទៅបានគឺថាមិនមែនដោយភាពអន្ទះអន្ទែងណាមួយទេតែដោយចិត្តពោពេញទៅដោយមេត្តាករុណាមុទិតានិងឧបេក្ខាការហាត់រៀនធ្វើរបៀបបដិញ្ញាចិត្តពេញទីក្នុងការជួយអ្នកដទៃហើយក្នុងពេលជាមួយគ្នានោះគេរក្សាលំនឹងចិត្តផងដែរតាមរបៀបនេះគេស្ថិតនៅដោយសន្តិភាពនិងសុខសប្បាយនៅពេលដែលគេធ្វើការដើម្បីសន្តិភាពនិងសុភមង្គលរបស់អ្នកដទៃនេះហើយជាការព្រានប្រដៅរបស់ព្រះពុទ្ធរបៀបរស់នៅមួយ An Art of Living ព្រះអង្គមិនដែលបង្កើតឬព្រានប្រដៅសាសនាឬនិកាយនិយមណាមួយឡើយព្រះអង្គមិនដែលបង្ហាត់បង្រៀនសាវកឲ្យប្រារព្ធធ្វើពិធីបុណ្យពិធីសាសនាឬទម្រង់ការងងឹតងងល់ទទេឥតខ្លឹមសារណាមួយទេផ្ទុយទៅវិញទ្រង់គ្រាន់តែបង្រៀនយើងឲ្យពិនិត្យមើលធម្មជាតិតាមភាពពិតរបស់វាដោយពិនិត្យមើលការពិតនៅខាងក្នុងតែប៉ុណ្ណោះដោយមកពីអវិជ្ជាយើងចេះតែធ្វើប្រតិកម្មតាមរបៀបមួយដែលធ្វើទុក្ខដល់ខ្លួនឯងផងធ្វើទុក្ខដល់អ្នកដទៃផងប៉ុន្តែកាលណាបញ្ញាកើតឡើងគឺបញ្ញាដែលកើតមកពីការពិនិត្យមើលការពិតតាមភាពពិតផ្នត់ទម្លាប់ប្រតិកម្មនេះនឹងត្រូវវិនាសអស់កាលណាយើងឈប់ធ្វើប្រតិកម្មដោយងងឹតងងល់នោះយើងអាចធ្វើអំពើពិតប្រាកដអំពើដែលប្រព្រឹត្តឡើងដោយចិត្តមានលំនឹងគឺជាចិត្តដែលមើលឃើញហើយយល់សេចក្តីពិតអំពើបែបនេះសុទ្ធតែជាអំពើកុសលអំពើបង្កើតផលជាអំពើមានប្រយោជន៍ដល់ខ្លួនឯងនិងដល់អ្នកដទៃលោកអ្នកប្រាជ្ញគ្រប់គ្នាតែងទូន្មានថាការចាំបាច់គឺត្រូវស្គាល់ខ្លួនឯងយើងត្រូវស្គាល់ខ្លួនឯងមិនមែនគ្រាន់តែនៅថ្នាក់ប្រាជ្ញាឆ្លៀសវៃនៅថ្នាក់គំនិតនិងនៅថ្នាក់ទ្រឹស្ដីតែប៉ុណ្ណោះទេនេះក៏មិនមែនមានន័យថាត្រូវស្គាល់ឬមួយត្រូវតែទទួលយកដោយងងឹតងងល់នៅអ្វីៗដែលខ្លួនគ្រាន់តែបានឮឬបានអាននោះទេការទទួលស្គាល់បែបនេះមិនគ្រប់គ្រាន់ឡើយយើងត្រូវស្គាល់ការពិតតាមការពិសោធន៍យើងត្រូវពិសោធន៍ការពិតរបស់បាតុភូតនៃចិត្តនិងកាយនេះដោយផ្ទាល់គឺមានតែការពិសោធន៍នេះទេដែលនឹងជួយយើងឲ្យរំដោះចេញពីទុក្ខបាន
គឺការពិសោធន៍ឃើញសេចក្តីពិតខាងក្នុងរបស់យើងផ្ទាល់គឺបច្ចេកទេសពិនិត្យមើលខ្លួនឯងនេះហើយដែលគេហៅថាវិបស្សនាកម្មដ្ឋានតាមភាសានៃប្រទេសឥណ្ឌានាពុទ្ធសម័យពាក្យបស្សនាមានន័យថាមើលឃើញដោយភ្នែកបើកតាមរបៀបធម្មតាប៉ុន្តែពាក្យវិបស្សនាមានន័យថាពិនិត្យមើលរបស់ទាំងឡាយតាមភាពពិតរបស់វាគឺមិនមែនគ្រាន់តែតាមភាពប្រហាក់ប្រហែលឡើយសេចក្តីពិតតាមអាការៈក្រៅគ្រាន់តែទម្លុះចូលរហូតទាល់តែយើងបានចូលទៅដល់សេចក្តីពិតទីបំផុតរបស់រចនាសម្ព័ន្ធនៃចិត្តនិងកាយទាំងមូលកាលណាយើងពិសោធន៍ឃើញសេចក្តីពិតនេះហើយនោះយើងឈប់ធ្វើប្រតិកម្មដោយងងឹតងងល់យើងលែងបង្កើតកិលេសទៀតហើយដោយឯកឯងកិលេសចាស់នឹងត្រូវដាច់ឬគល់បន្តិចម្ដងយើងបានចេញផុតពីភាពរងទុក្ខហើយពិសោធន៍ឃើញសេចក្តីសប្បាយរីករាយពិតប្រាកដនៅក្នុងធម៌សិក្សាគេបង្រៀនការហាត់វឹកវើចិត្តដែលមាន3ជំហានជាដំបូងគឺគេវាចាអំពើដោយកាយឬដោយវាចាដែលធ្វើឲ្យខូចសន្តិភាពនិងសុខដុមរមនារបស់អ្នកដទៃគេមិនអាចធ្វើការរំដោះខ្លួនចេញពីកិលេសបានទេបើក្នុងពេលជាមួយគ្នានោះគេនៅតែបន្តការប្រព្រឹត្តអំពើដោយកាយដោយវាចាដែលគ្រាន់តែជាអំពើមួយសម្រាប់តែបង្កើនចំនួនកិលេសប៉ុណ្ណោះដោយហេតុនេះច្បាប់ធម្មចរិយាគឺសិលជាជំហានសំខាន់ទី1នៃការបដិបត្តិនេះគេត្រូវតែបដិញ្ញាចិត្តថាគេមិនសម្លាប់គេមិនលួចមិនប្រព្រឹត្តខុសក្នុងកាមមិននិយាយកុហកនិងមិនប្រើប្រាស់គ្រឿងស្រវឹងគ្រឿងញៀនគ្រប់បែបយ៉ាងដោយវាចាអំពើទាំងឡាយនេះគេទុកឲ្យចិត្តបានស្ងប់គ្រប់គ្រាន់ដើម្បីនឹងធ្វើដំណើរតទៅទៀតជំហានទី2ជាបន្ទាប់គឺការបណ្ដុះបណ្ដាលការធ្វើម្ចាស់លើចិត្តមិនទាន់សាំងនេះដើម្បីនឹងបង្ហាត់វឹកវើចិត្តឲ្យនៅជាប់នឹងអារម្មណ៍តែមួយគឺដង្ហើមគេត្រូវខំរក្សាសតិនៅលើដង្ហើមឲ្យបានយ៉ាងយូរតាមការដែលអាចធ្វើទៅបាននេះមិនមែនជាការហាត់ដកដង្ហើមទេគេមិនត្រូវធ្វើឲ្យដង្ហើមដើរទៀងទាត់ឡើយផ្ទុយទៅវិញគេត្រូវតែពិនិត្យមើលដង្ហើមធម្មជាតិតាមភាពពិតតាមភាពដែលដង្ហើមចូលតាមភាពដែលដង្ហើមចេញតាមរបៀបនេះគេធ្វើចិត្តឲ្យស្ងប់ថែមទៀតដើម្បីកុំឲ្យមានភាពអកុសលកាចសាហាវទាំងឡាយអាចគ្របសង្កត់នៅលើគេបានក្នុងពេលដដែលនេះគេត្រូវតែធ្វើចិត្តឲ្យមូលសម្រួចវាឲ្យមុតចាក់ធ្លុះអាចបង្កើតបញ្ញាបានជំហានទាំងពីរខាងដើមគឺការរស់នៅដោយធម្មចរិយានិងការត្រួតត្រាលើចិត្តជាការចាំបាច់ហើយមានប្រយោជន៍ណាស់ប៉ុន្តែជំហានទាំងពីរនេះនឹងនាំទៅរកការសន្ធប់គ្រឿងសៅហ្មងទាំងឡាយលើកលែងតែកាលណាគេឈានជំហានទី3ទៅទៀតគឺការធ្វើចិត្តឲ្យបរិសុទ្ធចេញពីភាពអកុសលដោយបណ្ដុះបណ្ដាលបញ្ញានៅក្នុងធម្មជាតិផ្ទាល់របស់ខ្លួនគេនេះហើយជាវិបស្សនាគឺការពិសោធន៍ឃើញការពិតរបស់ខ្លួនឯងផ្ទាល់តាមការពិនិត្យមើលដោយឥតលំអៀងដោយឥតជាប់ជំពាក់ចិត្តចំពោះបាតុភូតនៃចិត្តនិងកាយដែលចេះតែផ្លាស់ប្ដូរដែលបញ្ចេញខ្លួនវាមកជាវេទនាផ្សេងនេះជាកំពូលនៃការព្រានប្រដៅរបស់ព្រះពុទ្ធការធ្វើខ្លួនឯងឲ្យបរិសុទ្ធដោយការពិនិត្យមើលខ្លួនឯងសេចក្តីបង្រៀននេះគេអាចបដិបត្តិបានគ្រប់គ្នាមនុស្សម្នាក់សុទ្ធតែប្រឈមមុខនឹងបញ្ហានៃទុក្ខនេះជាជំងឺសកលដែលត្រូវការថ្នាំសកលមិនមែនថ្នាំប្រកាន់និកាយទេកាលណាគេមានទុក្ខដោយមកពីកំហឹងនេះមិនមែនជាកំហឹងរបស់អ្នកកាន់សាសនាព្រះពុទ្ធកំហឹងហិណ្ឌូឬកំហឹងគ្រីស្ទានឡើយកំហឹងគឺកំហឹងកាលណាគេក្លាយទៅជាអន្ទះអន្តែងដោយមកពីកំហឹងនេះភាពអន្ទះអន្តែងនេះក៏មិនមែនជាភាពអន្ទះអន្តែងរបស់អ្នកកាន់សាសនាគ្រិស្តឬភាពអន្ទះអន្តែងរបស់យូវឬអ៊ីស្លាមដែរថ្នាំព្យាបាលត្រូវតែជាថ្នាំសកលដូចគ្នាវិបស្សនាជាថ្នាំព្យាបាលនឹងគ្មាននរណាម្នាក់អាចជំទាស់នឹងច្បាប់នៃការរស់នៅដែលទទួលគោរពសន្តិភាពនិងសុខដុមរមនារបស់អ្នកដទៃនោះបានឡើយគ្មាននរណាម្នាក់អាចជំទាស់នឹងការបណ្ដុះបណ្ដាលការត្រួតត្រាលើចិត្តបានទេគ្មាននរណាម្នាក់អាចជំទាស់នឹងការបណ្ដុះបណ្ដាលបញ្ញានៅក្នុងធម្មជាតិរបស់ខ្លួនគេផ្ទាល់ដែលជាហេតុនាំចិត្ត
ឲ្យចេញផុតពីភាពអកុសលទាំងឡាយនោះបានឡើយវិបស្សនាជាមាគ៌ាសកលមួយការពិនិត្យមើលការពិតតាមភាពពិតដោយពិនិត្យមើលសេចក្តីពិតនៅខាងក្នុងនេះជាការស្គាល់ខ្លួនឯងផ្ទាល់តាមការពិសោធន៍ពិតប្រាកដនៅពេលដែលគេបដិបត្តិបច្ចេកទេសនេះគេចេះតែបានរំដោះចេញពីភាពរងទុក្ខនៃកិលេសទាំងឡាយតាំងពីសេចក្តីពិតក្រោធគ្រាតខាងក្រៅគេចូលទៅដល់សេចក្តីពិតទីបំផុតនៃចិត្តនិងកាយរួចហើយគេទៅហួសពីនេះទៅទៀតហើយពិសោធន៍ឃើញសេចក្តីពិតមួយដែលនៅហួសផុតពីចិត្តនិងកាយហួសផុតពីពេលនិងវេហាហួសផុតពីវិស័យនៃភាពប្រែប្រួលជាលោកីយ៍នេះគឺជាសេចក្តីពិតនៃការរួចរដោះទាំងស្រុងចេញពីកិលេសចេញពីគ្រឿងសៅហ្មងនិងចេញពីទុក្ខគ្រប់បែបយ៉ាងទោះបីគេឲ្យឈ្មោះសេចក្តីពិតចុងបំផុតនេះថាជាអ្វីក៏ដោយមិនជាការសំខាន់ទេសេចក្តីពិតនេះជាគោលដៅចុងបំផុតរបស់មនុស្សគ្រប់គ្នាសូមឲ្យអ្នកទាំងអស់គ្នាពិសោធន៍ឃើញសេចក្តីពិតចុងបំផុតនេះសូមឲ្យមនុស្សទាំងអស់បានរួចរដោះចេញពីភាពរងទុក្ខសូមឲ្យអ្នកទាំងអស់បានសន្តិភាពពិតប្រាកដសុខដុមរមនាពិតប្រាកដសុភមង្គលពិតប្រាកដសូមឲ្យសព្វសត្វបានប្រកបតែនឹងសេចក្តីសុខភវតុសព្វមង្គលំ